ចាសួស្តីបងប្អូនបងប្អូនបងប្អូនណាតំណែងអញ្ជើញមកវត្តរីកោលេងណាបងប្អូនណាដោយថាយប់នេះយប់ទី2ថ្ងៃថ្ងៃខាងយប់ទី2ដែលវត្តរីកោធ្វើបានហើយបើបងប្អូនណាតំណែងបានជប់ដែរបានច្រើនថ្ងៃនឹងសូមអញ្ជើញមកវត្តលេងឃើញស្រស់ស្អាតដែរបងប្អូនមានស្រះស្អាតមែនតើហើយមានព្រះអង្គហើយមានព្រះសង្ឃកូនទេសនាមានលោកយាយលោកតាក៏នាំលោកពធយកមកចែកជូនដល់សត្វតាមនេះបងត្រូវទេសនាលោកបានទេសនារបស់ព្រះអង្គបាន5000ទៀតផងជាមកលេងទៅណាបងប្អូនណាសម្រាប់ខ្ញុំដល់វីដេអូ review ចែកការបងប្អូនមើលទេបើបងប្អូនណាបានមើលឃើញហើយសូមបញ្ជាមកលេងទៅចា៎លើស្រីឃ្លៀងចាប់បានប្រតិបត្តិហើយបងប្អូនហ្នឹងថ្ងៃហ្នឹងថ្ងៃបាទតៃខាងណាំណាវត្តនៅតទួគ្នាមួយថ្ងៃនឹងទៀតហើយថ្ងៃស្អែកហើយសម្រាប់ហើយបើបងប្អូនណាទៅមើលពេលយប់ពេលថ្ងៃសូមបញ្ជាមកលេងទៅស្អាតណាបងប្អូនវត្តកសាងក៏ស្អាតហើយលោករៀបចំវិធីស្អាងប្រការបងបាត់អីចឹងណាចង្គៀងអីនេះស្អាតមកឲ្យមើលញាតញោមយាយតាគាត់គ្រូសាច់តិចមើលមានលោកគ្រូទៀតហត់អីសบายតាឈរលោកអ្នកមិនមើលទេសភាពស្អាតណាស់បងប្អូនណាបងប្អូនចូលមើលទៅដល់ខ្ញុំវាយវីដេអូខ្ញុំអត់សូវចេះនិយាយអីទេបើមាននិយាយអីខុសអីចេះចាស់សូមបងប្អូនកុំចាប់ទោសណាកុំចាប់ទោសណាហើយខ្ញុំមិនសូវចេះនិយាយអីទេបានត្រឹមតែទៅវាយវីដេអូបង្ហាញបង្ហោះឲ្យបាត់បងប្អូនបានដឹងទេហើយដូចនិយាយអីចេះចូលខ្ញុំអត់ចេះនិយាយទេយកស្អាតមែនតើណាហើយដូចថាពេលយប់ជាងណាពេលមើលកន្លែងស្រះនេះស្អាតថាស្អាតនោះស្អាតមែនហើយពេលយប់ខ្ញុំតមកតែកាម៉ោង8ខ្ញុំមកតាហើយព្រោះតាខ្ញុំនៅឆ្ងាយហើយខ្ញុំមិនហ៊ាននៅយូរហើយមិនហ៊ាននៅយូរទៅខ្លាចមិនហ៊ានមកតាយប់កុំយ៉ាងស្អាតមែនបងប្អូនហើយ